នេះគឺមិនមែនគ្រាន់តែជាសត្វឥន្ទ្រីប៉ុណ្ណោះទេក៏ប៉ុន្តែវាគឺជាមច្ចុរាជឈាមត្រជាក់នៃភាគខាងជើងឈ្មោះរបស់វាគឺជាឥន្ទ្រីសមុទ្រ Stella ហើយវាគឺជាសត្វស្លាបដ៏មានឥទ្ធិពលបំផុតនៅលើភពផែនដីយើងនេះវាមានទម្ងន់រហូតទៅដល់9គីឡូក្រាមមានស្លាបប្រវែង2.4 ម៉ែត្រហើយក្រញាំជើងរបស់វាក្រាស់ហើយកោងដូចជាផ្លែកណ្ដៀវហើយចម្ពោះរបស់វានោះក៏មុតស្រួចធំពណ៌លឿងដូចជាផ្លែដាវនៅក្នុងសង្គ្រាមវាថែមទាំងមានឥទ្ធិពលជាងពពួកឥន្ទ្រីក្បាលសរបស់អាមេរិកហើយនៅធ្ងន់ជាង2ដងទៀតផងប្រភេទសត្វស្លាបយក្សនេះគឺមិនត្រឹមតែរស់នៅធន់ទៅនឹងភាពត្រជាក់ប៉ុណ្ណោះទេក៏ប៉ុន្តែភាពត្រជាក់គឺងាយស្រួលនៅក្នុងការរស់នៅរបស់ពួកវាទៅវិញវាអាចរស់នៅនិងធំលូតលាស់នៅក្នុងសីតុណ្ហភាពដក30ទៅដក22អង្សាវាអាចហោះហើរបានយ៉ាងសេរីនៅលើឆ្នេរសមុទ្រទឹកកកផ្ទាំងទឹកកកឬក៏ព្រៃឈើដែលគ្របដណ្ដប់ទៅដោយព្រិលហើយភាគច្រើនចំណីដែលពួកវាស៊ីគឺជាប្រភេទត្រីយក្សសត្វស្លាបសមុទ្រសូម្បីពេលខ្លះពពួកឆ្មាទឹកក៏ត្រូវវាស៊ីដែរហើយនៅពេលដែលវាវាយប្រហារគឺច្បាស់លាស់ណាស់ក្បាច់ពិសេសដែលពួកវាតែងតែប្រើគឺហោះបោះពួយពីលើទម្លាក់ខ្លួនចុះមកក្រោមដើម្បីចាប់ចំណី